អូនពិតជានារីដែលរឹងមាំជាទីបំផុតសบายចិត្តណាស់មានអូនស្រីម្នាក់បែបនេះលោកដេជោលោកដេជោមិនកើតទេទៀនអូលោកអុកញ៉ាព្រំស្រីចោះយ៉ាងម៉េចទៅហើយរឿងដែលខ្ញុំឲ្យលោករៀបចំនោះបានលទ្ធផលដូចម្ដេចទៅហើយបាទទៀនរឿងដែលលោកពឹងពោឲ្យខ្ញុំរកចាស់ទុំដើម្បីនាំផុសភាបណ្ដាការទៅស្ដីដណ្ដឹងជំទាវស្រែនោះពេលនេះលោកច្បាស់ជាខកបំណងហើយខកបំណងពិតមែនហើយមានន័យថាម៉េចកាលដើមឡើយក្បួនផុសភានឹងចាស់ទុំខាងខ្ញុំហាយចូលទៅដល់គេហដ្ឋានរបស់លោកក្លៀមលោកក៏បានរៀបចំចាប់ចែងទទួលទាំងទឹកមុខរីករាយយ៉ាងរាក់ទាក់តែពេលដល់ខាងចាស់ទុំខាងខ្ញុំរៀបចំនិយាយការស្ដីដណ្ដឹងនោះបែរជាលោកបដិសេធយ៉ាងដាច់អហង្ការថាលោកមិនអាចទទួលយកលោកដេជោធ្វើជាគូជីវិតបានទេដោយសារតែលោកដេជោធ្លាប់ជាអតីតបាវបំរើនៃគ្រួសាររបស់លោកនេះប្រហែលដោយសារតែចិញ្ចៀងវណ្ណៈដែលមកខីខាំងនៃសេចក្តីស្នេហារបស់លោកហើយទៀនលោកជំទាវប្រកាន់វណ្ណៈពិតមែនហើយទៀនល្អណាស់អត់អីទេបើអញ្ចឹងខ្ញុំបញ្ជាលោកនៅរឿងមួយទៀតដើម្បីរំលឹកគុណដ៏ធំធេងរបស់លោកគ្រូខ្ញុំចង់ឲ្យលោកធ្វើជាវិធីបុណ្យមួយរំលឹកដល់គុណលោកគ្រូហើយយករឿងទាំងអស់នេះជម្រាបដល់លោកជំទាវឲ្យចូលរួមដោយមិនអាចអាក់ខានលោកត្រូវតែធ្វើឲ្យបានល្អជាទីបំផុតណាសូមលោកទុកចិត្តលើខ្ញុំទុកឲ្យខ្ញុំជាអ្នកចាប់ចែងរឿងទាំងអស់នេះចោះទៀនបើអញ្ចឹងចាប់ដើមធ្វើចុះសូមទទួលវិជាទៀនចោតឲ្យគេចូលស្ដីដណ្ដឹងខ្ញុំមួយលើកជាពីរលើករហូតដល់លើកទី3ចោតឲ្យយ៉តខ្ញុំមិនស្អប់អ្នកទេប៉ុន្តែមកពីរនាងវណ្ណៈជាអ្នកស្ទាក់ចិត្តរបស់ខ្ញុំអាណិតចោតណាស់តែខ្ញុំទទួលយកចោតមិនបាន
ទ្រូងអើយសានចំមកបាញ់ថ្លៃអើយខ្ញុំថ្លៃរែងប្រាប់អ្នកណាបើខ្ញុំអើយព្រមរៀបការអ្នកផងនិន្ទាអើយអ្នកផងនិន្ទាណាស់ហើយសុខចិត្តណាប្រកែកអើយរាជតុកក្រមគ្រាណាស់ស៊ូប្រកែកអើយរាជតុកក្រមគ្រាអូមិនដឹងពុំងីបងឈឺចាប់យ៉ាងណាអូប្រុសជីវ៉ាស្នេហាខ្ញុំអើយយោអ្នកមានស្នាដៃដូចស្វាមីខ្ញុំមិនខុសគុណសម្បត្តិរបស់អ្នកធំធេងពេលអត់ពីស្វាមីខ្ញុំទៅគឺមានរូបអ្នកតែងតែទទួលបាននៅជោគជ័យគ្រប់ពេលគ្រប់វេលា លោកជំទាវ អូ តែងខ្លួនហើយហេតុអីបានជាលោកជំទាវមិនអញ្ជើញអើយណែដាច់លោកដាច់ជោរៀបចំពិធីបន់ធំដុំណាណា អញ្ចឹងហើយបងចែវ លោកជំទាវពួកខ្ញុំបានរៀបចំលំដាប់រួចរាល់អស់ហើយ អញ្ចឹង ចាំតែលោកជំទាវចេញដំណើរទេ អញ្ចឹង ហេតុអីអូខ្ញុំមានរឿងមួយឆ្ងល់នឹងលោកជំទាវខ្លាំងណាស់ មានរឿងអីទៅបងចែវ ការចូលស្ដីតដឹងរបស់លោកអុកញ៉ាដល់លោកដាច់ជោយ៉តនោះច្រើនលើកមកហើយចាស់ហេតុអីបានជាលោកជំទាវនៅតែប្រកែកបើលោកជំទាវប្រកែកមិនព្រមស្រឡាញ់លោកដាច់ជោយ៉តទេមិនក៏មិនអោយមកខ្ញុំមក នឹងស្អីទេបងចែវចេះតែនិយាយទៅកើត បើសិនជាជេរវិញណាអត់ចាំបាច់គេមកស្ដីតដឹងទេគឺថាទៅតែម្ដង បងចែវតាមកាប់ប៉ាត់បងគ្រាន់តែដល់លេងជាមួយនឹងខ្ញុំអត្តចរិតបងល្អណាស់ប៉ុន្តែមនុស្សណាក៏ដោយឲ្យតែនៅចិត្តបងចែវតែងតែមានស្នាមញញឹមដោយសារតែពាក្យកំប្លុកកំ pl ែងរបស់បងចែវ អើយលោកជំទាវ បងចែវកំប៉ិនរំលឹកពីរឿងលោកដាច់ជោយ៉តពេក ណែហេតុអីក៏លោកជំទាវនៅតែប្រកែកបែបនេះខ្ញុំណាឃើញអត្តចរិតអកប្បកិរិយារបស់លោកដាច់ជោដូចលោកដាច់ជោមានអត់ខុសអើយចារឿងហ្នឹងមិនក៏មិនកើតចំឯងទៅណ មិនដឹងជាស្អីទេ ឯណាក្មេងៗ ណែ រៀបចំរួចរាល់ហើយនៅបញ្ញាប់ចេញដំណើរណា បងចែវឈប់ចំអែចំអន់ខ្ញុំនៅចំពោះមុខគេទៀតណា ហេតុអី នេះតែពីរអ្នកមិនអីទេតែបើមានគេផ្សេងកុំចំអែចំអន់ខ្ញុំមិនចូលចិត្តទេ អូយ ខ្ញុំទៅ លោក មុន ជំ ហើយ ទាវណែបងឯងដឹកដែរទេអូយចុះពួកឯងដឹកខ្ញុំដែរទេកំមុំនៅកំពុងហើទាំងអស់គ្នានេះអាយ៉ាងម៉េចទៅបងលួយស្រឡាញ់លោកដែលចូលយត់គ្រប់គ្នាទេឯងចេះនិយាយចឹងតកើតស្រឡាញ់ដែរមែនហេតុអីបានជាលោកដែលចូលមើលមិនឃើញពួកយើងណ៎តែចូលយត់ខ្ញុំក៏លើកស្រឡាញ់ដែរបងឯងកុំដណ្ដើមខ្ញុំថាម៉េចឯងស្រឡាញ់លោកដែលចូលដែរខ្ញុំលើកស្រឡាញ់យូរហើយតែពួកយើងទាំងអស់គ្នាខ្ញុំទេបងឯងចាស់ហើយអូអត់ផ្លូវទេអត់ផ្លូវទេបើអញ្ចឹងណាវាអត់ប្រយោជន៍ទាំងអស់គ្នាហើយពេលនេះលោកដែលចូលមានម្ចាស់បេះដូងរបស់គាត់ហើយអូយគឺលោកជំទាវស្រែនឹងហើយបើចឹងតោះបញ្ញាប់ទៅចូលរួមពិធីបន់របស់លោកតែម្ដង
ក្មេងៗទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃពិធីដែលបានរៀបចំធ្វើបុណ្យរំលឹកនឹកគុណទៅដល់វរៈបរោះអង្គអាចក្លាហានទៅតាមបញ្ជារបស់លោកតេជោឯណាក្មេងៗទាំងអស់គ្នាឆាប់នាំគ្នាជួយរៀបចំបោះសម្អាតគ្រឿងផ្កាគ្នាទាំងអស់គ្នាដើម្បីថ្វាយទៅដល់ព្រះពុទ្ធរូបនៅក្នុងកម្មវិធីបុណ្យ ចាជំរាបសួរលោក បាទជំរាបសួរទៀត ចាជំរាបសួរលោកអង្គណាពិធីបុណ្យយ៉ាងអធិកអធមណាស់ណភ្ញៀវច្រើនណាស់លោកប៉ិនប្រសពរៀបចំមែនយីរូបសំណាក់ប្តីខ្ញុំតើអូយចុះអ្នកណាក៏ឆ្លាក់រូបប្តីខ្ញុំអីក៏ដូចជាមនុស្សដែលនៅមានជីវិតអញ្ចឹងអូយបន្តបងហើយបងរូបសំណាក់លោកដែលចូលមាសមកចុះដូចនោះកាញ់ហើយអូនស្លាប់ណាស់អូននឹកបងណាបងមានលោកជំទាវជុំទៀតហើយលោកជំទាវកាត់ចិត្តដឹងណាក្លាហានណាស់ប្តីខ្ញុំរូបបងស្លាប់បាត់ណាតែគេឈ្មោះមកនៅគ្រប់គ្នានឹកមានភៀងមែដល់ចានឹកប្រំរៀបរាជាវីរជនឈ្មោះបងនៅក្នុងចិត្តអូទោះបីបងសូនតែបងនៅគេឈ្មោះលបាញ់ល្បីលោកអង្ញាជាងណាក៏បានប្រសពឆ្លាក់រូបប្តីខ្ញុំមកកៅភ្នែកមុតថ្លាសន្លឹងទៅមុខអូនដឹងថាបងនៅព្រួយបារម្ភពីរឿងប្រទេសជាតិបងខ្លាចគេយកទឹកដីបងខ្លាចបាត់បង់តែអត់អីទេបងទោះអត់ពីបងក៏មានកូនខ្មែរយើងសិតតែមានឆន្ទៈទោះបីលះបងអាយុជីវិតយ៉ាងណាក៏ក្រាញននាលមិនស្ដាយបណ្ដាំរបស់បងគេចែកគេប្រាប់តគ្នាមិនឲ្យមានអ្នកណាម្នាក់បំភ្លេចបងដឹងទេវិញ្ញាណបងនៅចិត្តនេះទេប្តីសម្លាញ់ឬមួយក៏បងទៅចាប់ជាតិបាត់ហើយបងប្អូនទាំងអស់កូនទាហានរបស់បងមកច្រើនណាស់ជាពិសេសបងប្អូនអ្នកស្រុកមកច្រើនកកកគ្រាន់តែឮថាធ្វើបុណ្យរំលឹកដល់ដងវិញ្ញាណក្ខន្ធរបស់លោកដែលចូលមាសនៅពេលដែលអូនធ្វើដំណើរមកអូនយំផងអូនញញឹមផងយំអូននឹកបងអូនញញឹមអូនមានមោទនភាពអូនបាត់បង់ស្វាមីប៉ុន្តែឈ្មោះរបស់ស្វាមីអូនស្ថិតជាប់នៅក្នុងក្រៅបេះដូងរបស់កូនខ្មែររាប់រយរាប់ពាន់រាប់ម៉ឺនឆ្នាំទៅទៀតណាបងអត់បំភ្លេចទេលោកជំទាវជំរាបសួរបាទអរគុណណាស់លោកជំទាវក្រោកឡើងបានទេចាបានអ្នកណាគេខ្ញុំរវល់ក៏ប៉ិនប្រសពខ្ញុំរវល់ទៅមិនបានមកទទួលលោកជំទាវពេលដែលមកដល់ឃើញលោកជំទាវនៅទីនេះតែម្ដងអញ្ចឹងខ្ញុំសួរលោកជំទាវថាលោកជំទាវកំពុងតែធ្វើអ្វីហ្នឹងយីចនចេះសួរអញ្ចឹងទៅកើតខ្ញុំអំបញ្ញមិញចូលមកថ្វាយបង្គំព្រះពុទ្ធរូបប៉ុន្តែក៏កលែកឃើញរូបសំណាកប្តីខ្ញុំក៏ក្រាបសំពះប្តីខ្ញុំនឹងណាដល់ម្លឹងផង
ចា លោកជំទាវក្រាបសំពះរូបសំណាក់របស់លោកគ្រូចុះលោកជំទាវមានដឹងទេថារូបសំណាក់របស់លោកគ្រូនេះតើសាងសង់ចេញពីអ្វីទេ យ៉តធ្វើឲ្យខ្ញុំញញឹមតោះតែបានទាំងទឹកភ្នែករបស់ខ្ញុំមិនតន់រលប់ទោះបីជាលាបថ្នាំខំប្រឹងបន្លប់យ៉ាងណាក៏ភ្នែកខ្ញុំមើលស្គាល់ដែរណាយ៉តរូបសំណាកប្តីខ្ញុំគឺធ្វើអំពីឈើមិនមែនថ្មទេណាយ៉តខ្ញុំមិនដឹងតើ មានប្រសាសន៍គឺមិនខុសទេធ្វើចេញអំពីឈើ ចា៎ ចុះលោកជំទាវមានដឹងទេថាតើជាឈើអ្វីទៅ ជីយ៉តនេះចំតែមែនតែនហើយនេះធ្វើមិនដឹងខ្ញុំដឹងថាធ្វើអំពីឈើអ្វីខ្ញុំគ្រាន់តែដឹងថាធ្វើអំពីឈើតែត្រង់ថាជាងចម្លាងគាត់យកឈើអ្វីមកធ្វើខ្ញុំមិនដឹងទេ គឺឈើកម្មចិន្តារបស់លោកជំទាវដែលជន់ឡើងរាល់ថ្ងៃហ្នឹងណា យីអូកម្មចន្ទាខ្ញុំបាត់គឺយកជាអ្នកលួចទេ ជាការពិតខ្ញុំជាអ្នកយកឈើកម្មចិន្តាយកមកឆ្លាក់កែច្នៃជារូបសំណាក់របស់លោកគ្រូតែទីបំផុតលោកជំទាវក្រាបសំពះ យកយីយកចាញ់ខ្ញុំ ឈើកម្មអីចិន្តាតែស្រែនជួនឡើងរាល់ថ្ងៃពេលដែលកែច្នៃបែកជាស្រែនក្រាបមកអោនអើយសំពះឈើកម្មអីចិន្តាដែលស្រែនជួនឡើងរាល់ថ្ងៃពេលដែលយកមកឆ្លាក់កែច្នៃឥឡូវស្រែនអោនក្រាបមកសំពះចុះខ្ញុំត្រឹមជាបាវព្រាវហេតុអ្វីចាំបាច់ស្រែកប្រកាន់ដល់ម្លឹងបើស្រែកគិតអញ្ចឹងតើយុទ្ធធម៌ដល់ខ្ញុំតែអី ចិញ្ចាវណ្ណាងាស្ទះងាឆ្លងចិត្តស្រី ស្រែនខ្ញុំធ្វើបែបនេះដើម្បីឲ្យស្រែនយល់ពីចិត្តខ្ញុំណា នេះស្មារតីភ្លឺស្វាងចម្លាញ់ ស្រែនភ្លឺស្វាងចម្លែកមានន័យដូចម្ដេច ចិញ្ចាវណ្ណាងាចាំឆ្លងងាចិត្តស្រី ពេលនេះងាស្មារតីភ្លឺស្វាងចម្លាញ់
ឈប់ប្រកែកនឹងចោលទៀតណា ស្រែនស្រែនឆ្លើយជាមួយខ្ញុំដោយលេងរុញរាមែនទេ ខ្ញុំមិនរញរាយអីទៀតទេ ច្បាស់ស្រឡះនៅក្នុងចិត្តបើចឹងស្រែនយល់ពីគំនិតរបស់ខ្ញុំមិនមែនជាការប្រមាថគឺនិស័យប្រហែលជាមានពីបុព្វជាតិគូព្រេងមិនព្រាត់ទើបធ្វើឲ្យខ្ញុំមានចេតនាជាគូគប់ជាមួយស្រែនបើសិនជាស្រែនមិនប្រកែកលែងប្រកាន់វណ្ណៈយត់បងនឹងថែរក្សាឲ្យតម្លៃចាត់ទុកអូនគឺជាកលស្ត្រីដែលមានតម្លៃជាទីបំផុតសម្រាប់យត់បងណា សម្រាប់ខ្ញុំក៏សំទោសកន្លងមកនៅពេលដែលលោកអុកញ៉ាឲ្យគេចូលស្ដីដណ្ដឹងខ្ញុំមិនស្អប់ខ្ពើមទេប៉ុន្តែនៅមានចិត្តមួយដែលខ្ញុំចេះតែគិតថាយត់ពីមុនមកជាជនជាតិភាគតិចភាពឆ្មើងឆ្មៃនិងប្រកាន់វណ្ណៈប្រកាន់ពូជសាសន៍នេះហើយដែលធ្វើឲ្យខ្ញុំចេះតែអល់ឯករារែកនៃលោកអុកញ៉ាប៉ុន្តែឥឡូវខ្ញុំយល់ច្បាស់ហើយខ្ញុំនៅប្រកែកអីទៀតបាទលោកអុកញ៉ាមានវីរភាពអង្អាចក្លាហាននិងមានកេរ្តិ៍ឈ្មោះដ៏ឧត្តមឧត្តមមិនខុសពីបងមាសទេ បើសិនជាស្រែនមានសម្ដីនិយាយបែបនេះគឺខ្ញុំសប្បាយចិត្តណាស់ប៉ុន្តែមិនទាន់ត្រឡប់នៅក្នុងចិត្តខ្លួនឯងបើសិនជាស្រែននិយាយបែបនេះបងចង់ឲ្យស្រែនបញ្ជាក់យកការពិតព្រោះអីស្រែនសម្លឹងចុះនៅទីនេះមិនមែនមានតែខ្ញុំហើយនៅស្រែនទេមានបងប្អូនកំពុងតែប្រើក្រសែភ្នែកសម្លឹងមើលយើងទាំងពីរនាក់ព្រោះនៅក្នុងវិធីបុណ្យរំលឹកគុណដ៏មហិមារបស់លោកគ្រូបើសិនជាស្រែនឲ្យតម្លៃលែងប្រកាន់វណ្ណៈជាមួយខ្ញុំចង់ស្រង់ខលនេសាមេត្តាសុំថាបដៃបន្តិចបញ្ជាក់ការពិតបានដែរទេ កុំអានវាព្រមទទួលគ្រប់យ៉ាងហើយប៉ុន្តែរឿងមួយនេះមិនទាន់ធ្វើចិត្តបានទេហើយសំសួរមួយសិន ហេតុអី ក្រមុំកកកមិនស្រឡាញ់មកស្រឡាញ់មេម៉ាយទៅវិញហើយមានក្រមុំជាច្រើនដែលខូចចិត្តនោះ ស្រែន ចា៎ មិនមែនក្រមុំដតីគ្មានគុណតម្លៃគ្រប់គ្រាន់ធ្វើឲ្យបងពេញចិត្តនោះទេប៉ុន្តែទីមួយជាពាក្យបណ្ដាំរបស់លោកគ្រូមុននឹងលាចាកឋានឲ្យថែរក្សាជំទាវឲ្យបានល្អទីពីរជានិស័យគូព្រេងពីអតីតជាតិមិនដឹងជាយ៉ាងម៉េចក្រមុំដតីហាក់បីដូចជាគ្មានតម្លៃនៅក្នុងក្រសែភ្នែកនៅក្នុងចិត្តរបស់ខ្ញុំសោះមានតែស្រែនអូនទេដែលអាចជាឱសថទឹកប្រោះព្រំជីវិតឲ្យបងមានរស្មីណា លោកដាច់ជោនិយាយអញ្ចឹងក្រមុំលើគេប្រកាន់គេអន់ចិត្តគេណាមិនក៏មិនមានតម្លៃនៅក្នុងក្រសែភ្នែក សម្រាប់ពេលនេះ ពេលនេះយ៉ាងម៉េច គឺបងសុំទោសណាស្រែន នេះកុំមើលនៅក្នុងរោងប៉ុនទេអូយស្អីទេក្នុងរោងប៉ុនគេមើលខ្ញុំអៀនណា អត់អីទេ ខ្ញុំគ្រាន់តែអនុញ្ញាតឲ្យចូលស្ដីតែមានបាន មុនក្រោយនៅតែជាភរិយានិងស្វាមីដដែល ខ្ញុំដឹងប៉ុន្តែនេះនៅចំពោះផ្នែកញាតណាវាមិនល្អហើយក៏សម្រាប់លោកជាមនុស្សប្រុសមិនអីទេតែខ្ញុំជាស្រីឯនេះទៅវិញទេដែលខូចខាតនោះ អត់អី អូអូនម៉ៃលោកចាជំរាបសួរអូនម៉ៃបងសុខសប្បាយជាទេអូនម៉ៃ ម៉ៃ ស្អាតណាស់ណ៎ មកដល់ស្ងាត់មិននិយាយស្ដីមួយម៉ាត់គិតអីហ្នឹង គឺបំរុងនឹងហៅដែរតែមិនហ៊ានផ្ដាច់សង្វាក់ទេម៉ាព្រោះកំពុងតែផ្អែមល្ហែមអត់ទេឈរកណ្ដាលទៅមើលអូនម៉ៃរបស់បងអន់ចិត្តនឹងបងដែរទេអត់អន់ទេគ្រាន់តែខ្ញុំអត់បានដូចបងមិនអីទេអូនម៉ៃស្អាតណាស់ ប្អូនស្រីល្អរបស់បងហេតុអីបានជាបងប្អូនសើច ព្រោះបងប្អូនគាត់ដឹង បងប្អូនខ្ញុំទាំងពីរនាក់មិនសមគ្នាមែនទេសមជាបងប្អូនទេ បងប្អូនទាំងអស់ចូលរួមពិធីបិណ្ឌបងមាសបងប្អូនកំពុងតែមើលឲ្យគាត់អៀនណចាខ្ញុំជូនពរសូមឲ្យបងជំទាវនិងបងយត់របស់ខ្ញុំ
មានសុភមង្គលហើយបងយត់ថែរក្សាការពារប្រទេសជាតិយើងឲ្យបានសេចក្តីសុខមែនទេបង មែន ចំណែកបងក៏ជូនពរអូនម៉ៃដូចគ្នាដែរសូមឲ្យអូនម៉ៃរបស់បងជួបជាមួយបុរសដែលមានសន្តានចិត្តល្អមើលថែរក្សាអូនរហូតដល់ចាស់ព្រឹកចាស់ព្រេងណាអូនណាដំបងពេលខូចចិត្តគិតថាលាបងយត់នឹងបងជំទាវទៅបួសតែឥឡូវឃើញបងយត់នឹងបងជំទាវផ្អែមល្ហែមមុននេះបដូរចិត្តវិញហើយ អត់ដូរចិត្តចាំម៉េច ណាអូនណាចា បដូរចិត្តចាំម៉េច យើងចូលរួមក្នុងពិធីបុណ្យទាំងអស់គ្នា មែនហើយ ចាបងជំទាវចាបន្តិចទៀតបន្តិចទៀតទៅថ្វាយបង្គំដល់ព្រះពុទ្ធរូបទាំងអស់គ្នារួចហើយក៏ស្ដាប់នៅព្រះធម៌ បាទខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមសិល្បៈល្ខោនបាសាក់ពីសគុណធីបាទហើយកុំភ្លេចបងប្អូនទាំងអស់គ្នានឹងចូលរួមទស្សនានៅថ្ងៃស្អែកនិងខែស្អែកដែលជួបនឹងកំពូលតារាចម្រៀងប្រចាំប្រតិកម្មកន្លះទីបាទទាំងអស់តែម្ដងនៅក្នុងរយៈពេល2ថ្ងៃទៀតនឹងកំពូលតារាចម្រៀងបាទលោកព្រាបសវត្តអង្គការខេមរៈសេរីមុនក៏ដូចជាកំពូលតារាចម្រៀងជាច្រើនបាទយ៉ាងណាបាទឥឡូវនេះក៏សូមគោរពអញ្ជើញបាទខាងផ្សារខ្មែរ MAMP Hub បាទឡើងទៅប្រគល់នៅវត្ថុអនុស្សាវរីយ៍ជូនដល់សិល្បកររបស់យើងបាទអរគុណបាទផ្សារខ្មែរគឺជាផ្សារផលិតផលខ្មែរ 100% ផលិតនៅក្នុងប្រទេសកម្ពុជាហើយមានច្រើនជម្រើសច្រើនមុខចាប់ពីគ្រឿងទេសរហូតដល់របស់ប្រើប្រាស់ប្រចាំថ្ងៃបាទហើយទីផ្សារខ្មែរលោកអ្នកអាចបាទចូលជាវនៅស្តង់ខាងមុខរបស់យើងបាទដែលយើងមានស្តង់ជាច្រើនបាទដូចជាស្តង់ E08 E09 ព្រមទាំងទីតាំងបាទនៅផ្ទាល់តែម្ដងនៅខាងទួលពង្រោរបស់យើងបាទអរគុណដល់បាទទីផ្សារខ្មែរដែលបានមានវត្ថុអនុស្សាវរីយ៍ហើយក៏មានវត្ថុអនុស្សាវរីយ៍នេះជារៀងរាល់ថ្ងៃរយៈពេល3ថ្ងៃអញ្ចឹងណាហើយបងប្អូនទាំងអស់គ្នាក៏សូមអនុញ្ញាតស្អែកកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនទាំងអស់គ្នាជាមួយនឹងកម្ពុជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy បាទដែលមានបាទកម្ពុជាតារាចម្រៀងលោកព្រាបសវត្តអង្គការខេមរៈសេរីមុនបាទលោកគូម៉ាបាទលោកខេមលោកខាន់ជេមក៏ដូចជាកម្ពុជាតារាចម្